រៀបសួរប្រិយមិត្តទូទាំងជនជាតិគ្រប់នឹងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីវេអ្នកឬ Your Turn ចាប់ប្រិយមិត្តក្នុងសប្តាហ៍នេះយើងដាក់ចេញជាសំណួរថ្មីទៀតហើយបានអញ្ជើញវាគ្មិនសុទ្ធសឹងតែជំនាញលោកនាងនេះខ្ញុំជឿជាក់ថារយៈពេលប្រហែលខែចុងក្រោយនេះប្រហែលជាមើលបណ្ដាញសង្គមទទួលព័ត៌មានថាមានការផ្ទុះឡើងវិញនៃអ្នកកើតថ្មីនៃជំងឺអេដស៍ហើយយើងក៏ដឹងថាតើមុខសញ្ញាមួយណាតាមរយៈព័ត៌មានលើបណ្ដាញសង្គមតើមុខសញ្ញាមួយណាដែលបង្កឲ្យមានការចម្លងបន្តនៃជំងឺអេដស៍ផងដែរនៅក្នុងសប្តាហ៍នេះយើងខ្ញុំបានអញ្ជើញវាគ្មិនសុទ្ធសឹងទៅអ្នកជំនាញមកបកស្រាយថាតើពិតឬមិនពិតហើយតើធ្វើដូចមិនដេចដើម្បីបញ្ចប់ការកើតថ្មីនៃជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជានេះខ្ញុំសូមអញ្ជើញលោកនាងតាមដាននៅតុមួយរបស់យើងហើយជាដំបូងនេះខ្ញុំសូមទេសនាមវាគ្មិនតែម្ដងចា៎ទី1គឺលោកសាស្ត្រាចារ្យជំនួយអុកវិជ្ជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលចាទី2គឺលោកវិជ្ជបណ្ឌិតប្រាក់ណារ៉ុមអនុប្រធានគ្លីនិកជាតិព្យាបាលជំងឺអេដស៍សើស្បែកនិងកាមរោគនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលទី3គឺមិនអាចអត់បានទេលោកជួបសុកចម្រើននាយកប្រតិបត្តិអង្គការខាណាដែលជាអង្គការធ្វើការយ៉ាងដិតដល់ជាមួយនឹងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជារបស់យើងក្នុងការបញ្ជ្រាបការយល់ដឹងនៃជំងឺអេដស៍និងជួយក្នុងការមិនឲ្យកើតថ្មីនៃជំងឺអេដស៍ផងដែរចាសសូមជម្រាបសួរចានេះខ្ញុំសូមថ្លែងអំណរគុណដល់វាគ្មិនទាំង3ដែលអញ្ជើញចូលរួមកម្មវិធីរបស់នេះខ្ញុំនឹងថាវាគ្មិនរបស់យើងគឺមមាញឹកណាស់សម្រាប់ការងារប្រចាំថ្ងៃជាការងារស្នូលហើយឥឡូវនេះក៏ជាឱកាសមួយដែរដែលយើងចង់បកស្រាយនិងចង់បំបត្តិនៅចម្ងល់របស់ប្រជាជនទូទៅដែលមានករណីផ្ទុះនៅព័ត៌មានតាក់ទងទៅនឹងការកាត់ថ្មីនៃជំងឺអេដស៍ជាដំបូងនេះខ្ញុំសូមអញ្ជើញលោកសាស្ត្រាចារ្យអុកវិជ្ជាថាតើមានពិតមែនទេករណីកើតថ្មីនៃជំងឺអេដស៍ក្នុងប្រទេសកម្ពុជាចា៎បាទជាបឋមគឺសូមអរគុណនៅសំណួរដ៏មានខ្លឹមសារនេះហើយក្នុងនាមជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាលខ្ញុំសម្បត្តិមានឱកាសនឹងចូលមកបកស្រាយនៅចម្ងល់ដែលយើងបានលើហើយតាមបណ្ដាញ social media តាមបណ្ដាញសង្គមតាមបណ្ដាញព័ត៌មានផ្សេងតាម TikTok តាមអីក្តីហ្នឹងគឺថាមានការផ្សព្វផ្សាយថាមានករណីអេដស៍នឹងផ្ទុះតាមពិតចម្លើយខ្លីក្នុងពេលនេះគឺមិនពិតទេបាទចម្លើយនេះគឺមិនពិតទេគឺយោងតាមរយៈការសម្របសម្រួលការឆ្លើយតបកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋជាពិសេសគឺក្រសួងសុខាភិបាលដែលទទួលបានការគ្រប់គ្រងយ៉ាងពេញទំហឹងពីឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលនិងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលនិងដៃគូអភិវឌ្ឍទាំងអស់សង្គមស៊ីវិលទាំងអស់ដែលនៅក្នុងនេះគឺមានវត្តមានអង្គការខាណាដែលជាអង្គការមួយធំក្នុងការឆ្លើយតបរួមគ្នាឆ្លើយតបជាមួយនឹងមេរោគអេដស៍ហើយដែលមានការចូលរួមដោយក្រមប្រជាជនចំណុចក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយសម្រាប់បង្ការព្យាបាលនៃជំងឺអេដស៍ហ្នឹងជាពិសេសគឺយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលឆ្នាំ2021-25ហ្នឹងគឺយើងបានថាឃើញប្រទេសកម្ពុជាយើងបានសម្រេចបាននៅការព្យាបាលគ្រប់ដណ្ដប់ការព្យាបាលមេរោគអេដស៍ជាសកលហ្នឹងបានខ្ពស់ជាងគេនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហើយប្រទេសកម្ពុជាយើងក៏កំពុងតែឈានឆ្ពោះទៅសម្រេចបាននៅគោលដៅ95 ដងជារួមគឺអាចនឹងសម្រេចបាននៅចុងឆ្នាំ2025នេះបច្ចុប្បន្ននេះគឺយើងបានសម្រេចបាននៅ95ទី1បាន89%ហើយគឺមានន័យថាអ្នកផ្ទុកមេរោគអេដស៍ដែលមិនបានដឹងខ្លួននឹងគាត់បានដឹងខ្លួនពីស្ថានភាពមេរោគអេដស៍របស់គាត់ហើយយើងសម្រេចបានរហូតដល់98%ក្នុងចំណោមអ្នកផ្ទុកនឹងបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយក្នុងចំណោមអ្នកព្យាបាលទៀតគាត់បានធ្វើតេស្តរោគមេរោគអេដស៍ក្នុងនោះកំហាប់មេរោគអេដស៍ក្នុងឈាមគាត់មានក្នុងកម្រិតមួយទាបបំផុតអញ្ចឹងយើងអាចនិយាយបានថាការព្យាបាលនោះគឺមានប្រយោជន៍សម្រាប់បង្ការខ្លួនអ្នកដែលផ្ទុកមេរោគអេដស៍នឹងកុំឲ្យឆ្លងនៅពេលណាមួយដែលគាត់អាចឆ្លងកម្រិត very steep គឺមានន័យថាមិនអាចរាប់បានហ្នឹងគាត់លែងចម្លងមេរោគអេដស៍តាមរយៈការរួមភេទហើយជាក់ស្ដែងនៅតាមតួលេខខ្ញុំសូម highlight នៅតួលេខមួយចំនួននៅប្រទេសកម្ពុជាយើងនៅឆ្នាំ2020យើងមានអត្រាឆ្លងក្នុងចំណោមមនុស្សអាយុ15ទៅ49ឆ្នាំមាន 1.3% ហើយក៏បានចុះមកដល់ 0.5% នៅក្នុងតួលេខឆ្នាំ2023ហើយចំនួនករណីឆ្លងថ្មីគឺបានថយចុះពី 15,000 ករណីក្នុងឆ្នាំ1996មកនៅត្រឹម 1,200 នាក់ក្នុងឆ្នាំ2023បាទហើយចំនួនអ្នកស្លាប់ក៏បានថយចុះ
ក្នុងមួយឆ្នាំពីមុនយើងស្លាប់រហូតដល់5200នាក់ក្នុងឆ្នាំ2003មកនៅត្រឹម1100នាក់ក្នុងឆ្នាំ2003ហើយដោយជាពិសេសទៅទៀតក៏អត្រាចម្លងមេរោគអេដពីម្ដាយទៅកូនគឺបានថយចុះពី 15.2% ឆ្នាំ2018មកនៅ 9.9% យើងនឹងមានតួលេខថ្មីទៀតដែលយើងទើបបានធ្វើប៉ុន្តែមិនទាន់ចប់យើងនឹងផ្សព្វផ្សាយនៅខាងមុខទៀតអញ្ចឹងជារួមឆ្លងមេរោគអេដគឺមានទំនោរថយចុះបាទចាអញ្ចឹងព័ត៌មានដែលផ្ទុះលើបណ្ដាញសង្គមចាប្រិមិត្តមិនជារឿងដែលត្រូវតែជឿទាំងអស់ទេអញ្ចឹងរឿងខ្លះពិតរឿងខ្លះមិនពិតដូចដែលករណីនេះគឺជារឿងមិនពិតទេតាមលោកសាស្ត្រាចារ្យអង្គវិជាបានលើកឡើងបែបនេះគឺសញ្ញាថយចុះឲ្យកម្ពុជាជាប្រទេសគំរូទៀតផងនៅលើពិភពលោកសូមអញ្ជើញចាលោកសុកចម្រើនចូលរួមបន្តិចត្រង់កន្លែងនេះចាយើងឃើញថាចំនួនឆ្លងហ្នឹងវាមិនច្រើនទេទៅធៀបជាមួយនឹងទិន្នន័យដែលគាត់លើកពីឆ្នាំ2000រហូតមកដល់2023នេះយើងឃើញថាការថយចុះហើយចំពោះករណីដែលយើងឃើញថាបងប្អូនដែលមានផ្ទុកមេរោគអេដគាត់ចេញមកទទួលយកសេវាដែលមានចំនួនច្រើននេះគឺជាលទ្ធផលមួយមានន័យថាកម្រិតនៃការយល់ដឹងរបស់បងប្អូនដែលគាត់កន្លងទៅគាត់ផ្ទុកមេរោគអេដហើយគាត់អត់បានដឹងខ្លួនហើយគាត់ទុកមេរោគអេដដល់យូរប៉ុន្តែក្នុងរយៈពេលនៃការខិតខំប្រឹងប្រែងការអប់រំការជួបពួកគាត់របស់អង្គការសង្គមស៊ីវិលហើយបណ្ដាញរបស់អ្នកដែលធ្វើការផ្ទាល់ជាមួយសហគមន៍នេះជាពិសេសក្រុមពួកយើងខ្ញុំដែលធ្វើការផ្ទាល់ជាមួយនៃប្រជាពលរដ្ឋជាតិនេះយើងបានជំរុញនិងជួយពួកគាត់អញ្ចឹងគឺការដែលមកទទួលសេវាច្រើននេះអាចមានការយល់ច្រឡំក្នុងចំណោមប្រជាជនថាជាការផ្ទុះតាមពិតមិនមែនទេគឺមកភាគច្រើននៃពួកគាត់សុទ្ធតែយើងអត់ធ្លាប់បានជួបប៉ុន្តែពេលដែលយើងជួបគឺគាត់មានផ្ទុកមេរោគអេដយូរហើយដូច្នេះដែលលោកគ្រូគាត់លើកឡើងមិញថាការព្យាបាលវាសំខាន់ណាស់ក្នុងការដើរតួនាទីជាបង្ការអញ្ចឹងនៅពេលណាដែលអ្នកផ្ទុកមេរោគអេដដែលគាត់ផ្ទុកយូរហើយគាត់ដឹងខ្លួនហើយគាត់ដឹងខ្លួនឆាប់មកទទួលយកការព្យាបាលនេះជាចំណែកមួយធំជួយសង្គមជាតិយើងដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះចាបាទដូច្នេះការព្យាបាលគឺជាតួនាទីសំខាន់ក្នុងការបង្ការផងដែរបាទចាតាមពិតយើងបន់ឲ្យតែពួកគាត់នឹងចេញមុខមកកុំឲ្យលាក់មុខដើម្បីកុំឲ្យមានការចម្លងបន្តទៀតដល់ពេលគាត់ចេញមកហើយយើងគិតថាផ្ទុះឡើងវិញគឺមិនមែនទេតាមពិតបន់ឲ្យតែគាត់យើងអវិញទេសាទរវិញទេចានៅពេលគាត់នេះចាលោកគ្រូណារ៉មអាចចូលរួមបន្តិចមកខ្ញុំសូមគ្រាន់តែបញ្ជាក់ដែរព្រោះការព្យាបាលវាជាការបង្ការដែរកាលណាយើងបានព្យាបាលទាន់ពេលបន្ទុកមេរោគអេដមិនអាចរាប់បានគឺមិនអាចឆ្លងបានទេមិនអាចចម្លងទៅដៃគូបានទេហើយមួយវិញទៀតសូមបញ្ជាក់បន្ថែមដែរករណីឆ្លងថ្មីករណីឆ្លងថ្មីហ្នឹងគឺឆ្លងក្នុងកំឡុងមួយឆ្នាំចុងក្រោយ12ខែចុងក្រោយអញ្ចឹងមជ្ឈមណ្ឌលជាតិយើងមានតេស្តដឹងថាអ្នកឆ្លងយូរហើយឬក៏អ្នកទើបឆ្លងថ្មីអញ្ចឹងក្នុងករណីមួយឆ្នាំយើងមានករណីថ្មីហ្នឹងមានប្រហែលជា4000ទៅ5000នាក់ហើយក្នុងហ្នឹងមានអ្នកដែលឆ្លងថ្មីត្រឹមតែ1200ទេអញ្ចឹងករណីមានឆ្លងយូរហើយនឹងឆ្លងថ្មីហ្នឹងមិនឆ្លងតិចជាមួយឆ្នាំហើយឆ្លងយូរមិនដឹងឆ្លងពីណាទេយើងមានតេស្តបញ្ជាក់បានអញ្ចឹងបានលោកប្រធានគាត់បានជម្រាបថាយើងមានករណីឆ្លងថ្មីថយចុះអញ្ចឹងយើងចង់ដឹងថាអេដហ្នឹងផ្ទុះនឹងផ្ទុះយើងមើលតួលេខឆ្លងថ្មីបើស្អីឆ្លងថ្មីនឹងកើនឡើងបានន័យថាអេដហ្នឹងផ្ទុះតែបើឆ្លងថ្មីនឹងថយចុះបានន័យថាអេដហ្នឹងវាបានយើងអាចទប់ស្កាត់បានហើយក្នុងករណីថ្មីបានន័យថាយើងបានគៀងគរអ្នកដែលមិនហ៊ានទៅធ្វើតេស្តពីមុនមកហ្នឹងដើម្បីឲ្យគាត់យល់ដឹងថាការធ្វើតេស្តជាការសង្គ្រោះជីវិតហើយព្យាបាលទាន់ពេលគឺអាចជួយគាត់ផងហើយក៏ជួយទប់ស្កាត់ការចម្លងមេរោគអេដទៅដៃគូផងដែរចានេះខ្ញុំចង់ស្ដាប់ឮបន្តិចអំពីការវិតម្លៃការយល់ដឹងប្រជាជនណាចាថាតើប្រជាជនយើងនឹងកម្រិតនៃការយល់ដឹងពីជំងឺអេដនោះដល់ណាហើយចាបាទសូមភ្ជាប់អ្វីដែលថាយើងផ្ទុះមេរោគអេដហ្នឹងតាមពិតការផ្ទុះហ្នឹងគឺផ្ទុះចេញពីការផ្សព្វផ្សាយដែរយើងក៏បង្កើតការផ្សព្វផ្សាយតាម message តាមទូរស័ព្ទតាមអីហ្នឹងក្នុងគោលបំណងមួយគឺដើម្បីកុំឲ្យយើងទាំងអស់គ្នាយុវជនវ័យក្មេងទាំងអស់គ្នាភ្លេចមេរោគអេដពីព្រោះមេរោគអេដវាមានព័ត៌មានច្រឡំដែរក្នុងនោះខ្លះឥឡូវថាស្រុកខ្មែរយើងលែងមានអេដហើយលែងឆ្លងហើយលែងអីហើយអាហ្នឹងក៏មកក្រុមទៅមួយក្រុមទៀតក៏ឆ្លៀតថាផ្ទុះទៅអញ្ចឹងព័ត៌មាននេះវាមិនស្អាប់នៅក្នុង social media នៅក្នុងព័ត៌មានយើងសប្ងៃនេះក៏យើងពញ្ញាអារម្មណ៍ដើម្បីឲ្យជាពិសេសអ្នកក្រុមយុវជនវ័យក្មេងហ្នឹងគឺយើងសង្កេតឃើញថាការយល់ដឹងរបស់គាត់មានការធ្លាក់ចុះ
ពីមុនតាមសង្កេត BBS ចុងក្រោយហ្នឹងចុះពី30មកចង់ 20% ក្នុងចំណោមយុវជនគឺអាចនឹងគាត់មានថ្ងៃណាមួយគាត់ភ្លេចខ្លួនអញ្ចឹងការយល់ដឹងរបស់យើងផ្សព្វផ្សាយសប្តាហ៍នេះយើងធ្វើច្រើនមែនទែនគឺតាមរយៈ social media តាម YouTube តាម TikTok តាមប្រព័ន្ធព័ត៌មានដូចមកថា self testing ចឹងយើងបានផ្សព្វផ្សាយតាមប្រព័ន្ធ network របស់ក្រុមគាត់មាន peer influencer ហើយយកឲ្យក្រុមគាត់នឹងជួយផ្សព្វផ្សាយបន្តហើយយើងក៏មាន platform មួយក្នុង social media ដែលអាចឲ្យអនុញ្ញាតឲ្យគាត់បានចុះបញ្ជីចុះឈ្មោះចូលទៅក្នុងប្រើប្រាស់សេវានៅក្នុងក្រុមហ្នឹងអញ្ចឹងយើងមានការផ្សព្វផ្សាយដែរទៅតាមការចុះអប់រំផ្ទាល់តាមបណ្ដាញគេហៅថាផ្សព្វផ្សាយតាមប្រព័ន្ធនិម្មិតហ្នឹងយើងនៅតែបន្តទៀតហើយនឹងការផ្សព្វផ្សាយឲ្យប្រើប្រាស់ធ្វើតេស្តដែលមានធ្វើតេស្តដោយខ្លួនឯងផងហើយធ្វើតេស្តតាមសហគមន៍ផងដែលអនុវត្តដោយអង្គការដៃគូរបស់យើងមានអង្គការខាណាអង្គការរ៉ាក់អង្គការផ្សេងទៀតដើម្បីគាត់បានធ្វើតេស្តដោយខ្លួនឯងនៅពេលណាដែលតេស្តមានប្រតិកម្មមិនប្រើពាក្យថាតេស្តវិជ្ជមានទេមានប្រតិកម្មគឺបានលើកទឹកចិត្តឲ្យគាត់ស្វាស្វែងមកទទួលសេវាព្យាបាលនៅប្រទេសកម្ពុជាយើងមានរហូតដល់74កន្លែងនៅទូទាំងប្រទេសអញ្ចឹងកាលណាគាត់ឆាប់បានទទួលសេវាព្យាបាលពេលណាទៅឲ្យទៅដល់ពេទ្យពេលណាធ្វើតេស្តថ្ងៃណាគឺព្យាបាលថ្ងៃហ្នឹងគឺ same day treatment ដើម្បីលើកទឹកចិត្តឲ្យគាត់បានព្យាបាលហើយគ្រូពេទ្យនឹងផ្ដល់ព័ត៌មានឲ្យគាត់លេបថ្នាំឲ្យបានត្រឹមត្រូវជាប់លាប់ទៀងទាត់រហូតដល់បន្ទុកមេរោគអេដក្នុងឈាមបានថយចុះចាលោកគ្រូណារ៉ុំចូលរួមឡើងបាទហ្នឹងហើយព្រោះកាលណាគាត់ធ្វើតេស្តប្រតិកម្មនៅសហគមន៍មកដល់ clinic យើងធ្វើតេស្តបញ្ជាក់ដើម្បីឲ្យប្រកាសថាគាត់បានផ្ទុកមេរោគអេដមានផ្ទុកមេរោគអេដហើយយើងបានផ្ដល់ការប្រឹក្សាត្រឹមត្រូវឲ្យគាត់យល់ច្បាស់អំពីជំងឺអេដហ្នឹងកាលណាគាត់ព្យាបាលបានត្រឹមត្រូវគឺជួយសុខភាពគាត់ឲ្យនៅតែល្អដដែលហើយគាត់អាចប្រកបរបរចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារបានដូចធម្មតាមិនធ្លាក់ខ្លួនឈឺដោយសារមេរោគអេដទេហើយមួយទៀតគឺកាលណាគាត់ព្យាបាលបានត្រឹមត្រូវទាន់ពេលគឺយើងព្យាបាលតេស្តភ្លាមយើងព្យាបាលភ្លាមគឺដើម្បីបង្ក្រាបបន្ទុកមេរោគអេដគាត់ហ្នឹងឲ្យมันនៅទាបមិនអាចរាប់បានហើយការណាมันអាចរាប់បានគឺมันអាចចម្លងទៅដៃគូបានទេចឹងហើយកាលណាគាត់បានធ្វើតេស្តគាត់បានព្យាបាលគឺគាត់ជួយខ្លួនគាត់ផងគាត់ជួយសហគមន៍យើងផងដើម្បីកុំឲ្យឆ្លងមេរោគអេដថ្មីទៅក្មេងជំនាន់ក្រោយបាទចាលោកចម្រើនកន្លែងនេះมันអាចកាត់ផ្ដាច់បានពីភ្នាក់ងាររបស់អង្គការខាណាបាទខ្ញុំចង់បន្ថែមបន្តិចក្នុងឆ្នាំ2023មានអ្នកដែលឆ្លងថ្មីបាទមនុស្សថ្មីដែលបានឆ្លងមេរោគ HIV ហ្នឹងមាន1200នាក់អញ្ចឹងមានន័យថាលោកគ្រូនរ៉ុបមកបញ្ជាក់ជូនហើយមានន័យថាឆ្លងក្នុងអំឡុងមួយឆ្នាំឬក៏តិចជាងមួយឆ្នាំហ្នឹងគេហៅថាអ្នកឆ្លងថ្មីហើយក្នុងចំនួនអ្នកឆ្លងថ្មីនេះក៏យើងរកឃើញដែរភាគ 86% នៃអ្នកដែលឆ្លងថ្មីហ្នឹងគឺជាក្រុមដែលមកពីក្រុមប្រជាជនចំណុចប្រជាជនជាគោលដៅដែលមានអេយ៉ាបតប្រឈមមុខខ្ពស់ដែលរកឃើញក្នុងនឹងមានជាពិសេសគឺក្រុមវ័យក្មេងដែលលោកគ្រូគាត់លើកឡើងមិញហើយវ័យក្មេងហ្នឹងណាគេគឺក្រុមអ្នកដែលរួមភេទជាមួយភេទដូចគ្នាគឺក្រុមបរិសរួមភេទមួយបរិសហើយនឹងក្រុមអ្នកបំផ្លាញភេទហ្នឹងគឺជាចំនួនច្រើនជាងគេហើយក្រុមនេះគឺជាក្រុមវ័យក្មេងមានន័យថាម៉េចមានន័យថាគ្រាន់តែយើងបធូរការអប់រំផ្សព្វផ្សាយក្រុមនេះហើយដែលជាក្រុមអ្នកដែលចំនួនថ្មីដែលគាត់អត់បានចូលរួមអត់បានទទួលព័ត៌មានដែលធ្វើឲ្យគាត់គិតនៅតែគិតថាអេយ៉ាបតរួមភេទជាមួយភេទដូចគ្នានឹងមិនគួរមានការឆ្លងមេរោគ HIV ទេនេះគឺ perception របស់គាត់ការគិតរបស់គាត់តែធ្វើឲ្យគាត់ធ្លាក់ទៅក្នុងហានិភ័យនៃការឆ្លងមេរោគ HIV តែចំពោះប្រជាជនទូទៅដែលវិធីកសួរមិញថាការយល់ដឹងរបស់គាត់យ៉ាងម៉េចជារួមប្រជាជនដែលគាត់ស្ថិតនៅក្នុង generation កន្លងទៅនេះគឺថាគាត់យល់ច្រើនប៉ុន្តែអ្នកចំនួនថ្មីគេបានជាការអប់រំរបស់គម្រោងរបស់យើងសហការជាមួយកម្មវិធីជាតិគឺយើងព្យាយាមធ្វើម៉េចបដោតទៅលើក្រមប្រជាជនចំណុចជាសំខាន់ហើយនឹងដៃគូគាត់ធ្វើយ៉ាងម៉េចឲ្យក្រមគាត់នឹងគឺព្យាយាមឆាប់មកយកការធ្វើតេស្តជាបន្ទាន់ព្រោះមានតែការធ្វើតេស្តទេទើបអាចបញ្ជាក់ថាតើគាត់អាចមានផ្ទុកមេរោគ HIV ឬក៏អត់ហើយបើសិនជាគាត់ធ្វើតេស្តកាន់តែលឿនក្នុងករណីដែលគាត់ទើបតែឆ្លងនេះជាឱកាសដែលលោកគ្រូនរ៉ុំមានប្រសាសន៍មិញថាយើងដាក់គាត់ព្យាបាលភ្លាមព្រោះកាលណាគាត់ព្យាបាលបានលឿនជាឱកាសសម្រាប់ទប់ស្កាត់កុំឲ្យការវិវត្តនៃមេរោគនេះវាកើនច្រើនហើយនេះជាឱកាសសម្រាប់គាត់នឹងមិនឲ្យចម្លងទៅមនុស្សជាទីស្រឡាញ់របស់គាត់បានជាយើងប្រើពាក្យថានៅពេលណាដែលការព្យាបាលនឹងកាន់តែលឿន
គឺមានន័យថានេះហើយជាវិធានការបង្ការជួយពួកគាត់ ចាប្រិមិត្តនៅក្នុងវគ្គនេះខ្ញុំសូមសួរសំណួរតែត្រឹមប៉ុណ្ណេះឲ្យលោកអ្នកនាងតាមរយៈការលើកឡើងរបស់វាគ្មិនយើងដឹងហើយថាគឺករណីផ្ទុះថ្មីវាមានមែនតែមិនមែនផ្ទុះច្រើនដោយដែលការលើកឡើងក្នុងបណ្ដាញសង្គមទេហើយអ្នកដែលជាមុខសញ្ញានោះក៏យើងដឹងដែរការផ្សព្វផ្សាយគឺយើងធ្វើរហូតអ្នកចាស់គឺដឹងហើយថែទាំព្យាបាលរបៀបមិនតែក្មេងៗជំនាន់ក្រោយនេះគឺជាមុខសញ្ញារបស់ថ្នាក់ជាតិរបស់យើងហើយអញ្ចឹងនៅវគ្គក្រោយខ្ញុំមកសួរសំណួរបន្ថែមទៀតតាយើងសូមពេលសម្រាប់មួយព្រឹកសិនជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលព្រឹករបស់ CBS ព័ត៌មានសេដ្ឋកិច្ចនិងព័ត៌មានទាន់ហេតុការណ៍សំខាន់ៗលោកជំនាញតាស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ2025នេះមានលក្ខណៈយ៉ាងណាខ្លះទៅបាទសេដ្ឋកិច្ចឆ្នាំ2025ខាងមុខនេះយើងមើលឃើញថានឹងល្អប្រសើរឡើងព័ត៌មានអភិវឌ្ឍបទយកការនានាពីបណ្ដាខេត្តទូទាំងប្រទេសនិងកិច្ចសម្ភាសសំខាន់ៗមាននៅលើកម្មវិធីព័ត៌មានពេលព្រឹកពីព័ត៌មានខាងលើយើងក៏មានព័ត៌មានអន្តរជាតិបទវិភាគអន្តរជាតិសំខាន់ផងដែរបានផ្ទាល់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 7 ដល់ម៉ោង 9 ព្រឹកនៅលើកញ្ចក់ទូរទស្សន៍ CNC និង CTN Gansberg Amazing Take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវអស្ចារ្យអ៊ីឈីតានរដូវកាលថ្មីចែកពិតចែកធំហើយចែកច្រើនជាងមុន Nantel Cambodia វីតាមីននៃសម្រស់និងមុនស្នេហ៍ចម្ប៉ាស្ប៉ាធ្វើឲ្យលោកអ្នកទទួលអារម្មណ៍ស្រស់ថ្លាគ្រប់ពេលពិសាស្រាបៀគ្រីនសាងតូចជាមួយគ្នាពិសាដោយការទទួលខុសត្រូវបទល្មើសនាំចូលទំនិញកិច្ចពន្ធត្រូវបានរកឃើញនិងបង្ក្រាបដោយរបៀបណាហើយប្រឈមទោសទណ្ឌអ្វីខ្លះទំនិញទាំងអស់ហ្នឹងត្រូវបានគេប្រើវិធីសាស្ត្រឬក៏របៀបណាដែលនាំចូលបាទតាមនាំចូលតាមច្រកណាខ្លះទី1គឺការកិច្ចវេះរត់ពន្ធនាំចូលទំនិញតាមច្រករបៀងតើអ្នកដែលកិច្ចពន្ធកន្លងមកមានករណីបុគ្គលមួយចំនួនតូចបានប្រើប្រាស់អំណាចឥទ្ធិពលរបស់ខ្លួនក្នុងការពារអំពើរត់កិច្ចពន្ធនេះសម្រាប់អ្នកដែលគាត់រត់ពន្ធណាថាតើគាត់ប្រឈមនឹងទណ្ឌកម្មឬក៏ទោសទណ្ឌអ្វីខ្លះដែរមានការដាក់ទោសទណ្ឌទៅលើការនាំចូលទំនិញកិច្ចវេះពន្ធនេះដោយពិន័យជាប្រាក់ពី1ដងទៅ3ដងសូមរងចាំទស្សនាប្រធានបទនេះក្នុងកម្មវិធីអំណាចច្បាប់នៅថ្ងៃសុក្រទី4ខែមេសានេះវេលាម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ CNCស្វាគមន៍សាជាថ្មីលោកនាងកញ្ញាមកកាន់កម្មវិធីវេអ្នក Your Turn ចា៎នេះខ្ញុំសូមថ្លែងអំណរគុណដល់លោកនាងដែលកំពុងតែទស្សនាប៉ុស CNC ហើយនេះខ្ញុំសូមជម្រាបថាប្រសិនបើលោកនាងខកខានក្នុងការទស្សនាប៉ុស CNC សូមចូលទៅកាន់ Facebook Page CNC ក៏ឃើញការផ្សាយនេះទីនោះដែរយើងខ្ញុំបានអញ្ជើញវាគ្មិនសុទ្ធសឹងតែតញ្ញជំនាញយើងបានដាក់ជាសំណួរសួរថាតើធ្វើយ៉ាងណាទើបអាចបញ្ចប់ការកើតថ្មីនៃជំងឺអេដករណីផ្ទុះពាក្យចចាមអារាមថាអេដផ្ទុះឡើងថ្មីហ្នឹងគឺមិនពិតទេមានកើតមានថ្មីទទួលស្គាល់ក៏មិនមែនថាចំនួនលើសដែលมันអាចគ្រប់គ្រងបានដែរហើយនេះខ្ញុំសូមជម្រាបជូនថាទាំងអង្គការសង្គមស៊ីវិលទាំងខាងក្រសួងសុខាភិបាលរបស់យើងបានធ្វើការជាប់លាប់ហើយបើកទ្វារទទួលអ្នកដែលគិតថាខ្លួនឯងអាចឆ្លងជំងឺអេដទៀតផងគឺព័ត៌មានគឺបញ្ជ្រាបជារៀងរាល់ថ្ងៃគឺ
យើងអាចដឹងថាប្រជាជនយើងទូទៅដឹងលឺរឿងនេះហើយតែអ្វីដែលក្រសួងសុខាភិបាលកំពុងតែផ្ដោតនឹងអង្គការដៃគូហ្នឹងគឺផ្ដោតលើដែលអ្នកក្មេងៗយើងនិយាយថាយុវវ័យចាបណ្ដុំយុវវ័យដែលជាបណ្ដុំដែលអាចទទួលព័ត៌មានមិនច្បាស់លាស់ហើយគិតវាតម្លៃទាបពេកចំពោះករណីជំងឺអេដនេះគឺអាចឆ្លងទៀតផងអញ្ចឹងចូលមកដល់វគ្គនេះខ្ញុំចង់ស្ដាប់ឮពីលោកសាស្ត្រាចារ្យជំនួយអុកវិទ្យាបន្តទៀតហើយនេះខ្ញុំចង់ដឹងថាតើធ្វើយ៉ាងណាដើម្បីបញ្ចប់ការកើតថ្មីជំងឺអេដនៅប្រទេសកម្ពុជារបស់យើងបាទមិញយើងបានភាសាគ្នាហើយថាការចម្លងមេរោគអេដមែនទែនទៅគឺតាក់ទងអ្នកណាក៏អាចឆ្លងមេរោគអេដបានដែរនិយាយជារួមទាំងអស់គ្នាគឺអាចឆ្លងមេរោគអេដបើសិនជាយើងមានការប្រព្រឹត្តណាមួយតាក់ទងនឹងការចម្លងដែលយើងនិយាយបែងចែកក្រុមនោះគឺក្រុមដែលមានប្រឈមមុខខ្ពស់នៅការឆ្លងខ្ពស់ជាងគេប៉ុន្តែអ្នកទាំងអស់គ្នាដើម្បីបញ្ចប់មេរោគអេដលុះត្រាតែយើងទាំងអស់គ្នាត្រូវស្វែងយល់ឲ្យច្បាស់ពីមេរោគអេដស្វែងយល់តាមវិធីផ្សេងទី1ត្រូវយល់ថាអេដនឹងផ្លូវចម្លងមេរោគអេដឆ្លងតាមណាខ្លះអញ្ចឹងយើងដឹងទាំងអស់គ្នាផ្លូវចម្លងមេរោគអេដមានច្រើនតាំងពីឆ្លងតាមរួមភេទតាមចាក់មជុលសារ៉ាំងតាមសម្ភារៈមុតស្រួចឲ្យតែមានប្រឡាក់ឈាមហើយឈាមយើងមានកិលស្បែកយើងមានមុតរបួសតាមរយៈការអ្នកគ្រោះថ្នាក់តាមពេលការងារទាំងគ្រូពេទ្យទាំងអីពេលវះកាត់មុតមជុលពេលបង្កើតកូនគាត់ប្រឡាក់ឈាមសត្វតែវាអាចប្រឈមនឹងការចម្លងទាំងអស់វាមិនមែនតាមតែការរួមភេទមួយមុខទេយើងត្រូវស្វែងយល់ពីវិធីចម្លងយើងត្រូវស្វែងយល់ថែមទៀតពីវិធីមិនចម្លងតើរឿងអីខ្លះដែលមិនចម្លងមេរោគអេដដូចជាការហូបបាយរួមគ្នាការអបថើបគ្នាការទៅសួរសុខទុក្ខអ្នកជំងឺការថែទាំអ្នកជំងឺគឺមិនចម្លងទេការដែលយល់ដឹងមិនចម្លងនេះគឺអាចឲ្យយើងមិនត្រូវរើសអើងមើលងាយទៅលើអ្នកជំងឺអេដទេពីព្រោះចាត់ទុកថាគាត់ជាជំងឺមួយរ៉ាំរ៉ៃជាមានជំងឺទុកដូចជំងឺផ្សេងចឹងមែនជំងឺរ៉ាំរ៉ៃពីព្រោះយើងអាចព្យាបាលវាមិនទាន់ថាព្យាបាលជាទេប៉ុន្តែអ្នកនឹងអាចរស់រៀនមានជីវិតដូចជាជំងឺរ៉ាំរ៉ៃផ្សេងដូចជាជំងឺលើសឈាមទឹកនោមផ្អែមដល់ពេលគាត់ខូចទៅក៏មិនមែនខូចដោយសារជំងឺអេដដែរយើងបាននិយាយហើយទោះសូម្បីតែមានទុកមេរោគអេដនៅពេលណាដែលគាត់បានថ្នាំក៏គាត់អាចមានបន្តកើតកូនកើតចៅតាមបំណងរបស់គាត់ដោយមិនឆ្លងមេរោគអេដនៅពេលណាដែលគាត់បានទទួលថ្នាំព្យាបាលត្រឹមត្រូវបាទហើយត្រូវអ្នកដែលសង្ស័យបាទដែលធ្លាប់បានគ្រោះថ្នាក់ក្រោយពីមុតបញ្ជុលក្រោយពីអីហ្នឹងយើងក៏មានថ្នាំព្យាបាលទៀតយើងមានថ្នាំព្យាបាលបង្ការក្រោយពេលប្រឈមគេហៅថាថ្នាំប៉ាប់លោកវិជ្ជាបរិញ្ញាបត្រនឹងអាចបន្ថែមបានហើយយើងមានថ្នាំមួយទៀតលេបការពារមុនប្រឈមគេហៅថាថ្នាំប្រាប់អាហ្នឹងពីមុនយើងមានតែស្រោមអនាម័យទេឥឡូវយើងលើសពីស្រោមអនាម័យយើងមានវិធីបង្ការនេះខ្ញុំចង់និយាយថាត្រូវយល់ដឹងពីវិធីបង្ការមិនពីឆ្លងមិនឆ្លងយល់ដឹងពីបង្ការហើយនឹងធ្វើម៉េចឲ្យយើងទាំងអស់គ្នានឹងអាចការពារបានហើយដែលយើងចែកតាមក្រុមដោយលោកចម្រើនបានមានប្រសាសន៍មិញហ្នឹងគឺតកតទៅនឹងក្រុមដែលប្រឈមមុខខ្ពស់ដោយសារកម្មវិធីយើងផ្ដោតយើងមានលុយតិចយើងមានពេលវេលាតិចអញ្ចឹងយើងត្រូវផ្ដោតទៅលើក្រុមដែលធ្វើទៅបានផលច្រើនអញ្ចឹងក្រុមដែលគាត់មានប្រឈមមុខខ្ពស់ដោយសារតែគាត់ប្រឈមមុខនឹងការរួមភេទសឹងតែមួយអាទិត្យចេះគាត់មានដៃគូ2-3នាក់4-5នាក់អញ្ចឹងណាបើយើងធម្មតាវាមិនសូវបើអ្នកណាដែលទៅក្រៅម្ដងម្កាលយើងអាចមានថ្នាំប្រាប់មានស្រោមអនាម័យអញ្ចឹងការបង្ការគឺទៅលើស្រោមអនាម័យនៅតែជាមានប្រសិទ្ធភាពពីព្រោះវាអាចការពារបានទាំងគ្រប់មុខបានទាំងអេដផងស្វាយផងហើយបានទាំងការពារកុំឲ្យមានកូនទៀតអញ្ចឹងប៉ុន្តែបើគាត់មានជំរើសផ្សេងថាជាដៃគូស្នេហាចិត្តស្និទ្ធចង់នេះអត់ស្រោមអាចនឹងមានថ្នាំប្រាប់ដែលខ្ញុំបាននិយាយហើយអ្នកដែលព្យាបាលមុតមជុលមានថ្នាំការពារទៀតក្រោយពេលកើតមុតមជុលបែកស្រោមបែកអីរត់មកជួបគ្រូពេទ្យទាន់ពេលឲ្យបានមុន72ម៉ោងក្រោយពីមានគ្រោះថ្នាក់បាទយើងមានថ្នាំព្យាបាលមិនឆ្លងទេបាទមកការទាន់អញ្ចឹងសង្ខេបមកវិញគឺទាំងអស់គ្នាត្រូវស្វែងយល់ពីរឿងមេរោគអេដនឹងឲ្យបានច្បាស់ទាំងវិធីបង្ការដើម្បីការពារខ្លួនយើងកុំឲ្យឆ្លងមេរោគអេដចាលោកនរមអាចចូលរួមទេហើយនិយាយពីព្រឹបនឹងផងចាព្រោះអីមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ពីថ្នាំដែលលេបបង្ការមុនហ្នឹងចាបាទអញ្ចឹងវិធីសាស្ត្របង្ការកុំឲ្យឆ្លងមេរោគអេដសម្រាប់ក្រុមប្រឈមមុខខ្ពស់សម្រាប់អ្នកដែលគិតថាខ្លួនឯងប្រឈមនឹងឆ្លងមេរោគអេដហើយខ្ញុំសូមមកបញ្ជាក់ដែរលោកចម្រើនគាត់បានមានប្រសាសន៍ថាបរិះរួមភេទមួយបរិះប្រឈមខ្លាំងដោយសារខ្ញុំអ្នកផ្ដល់សេវាផ្ទាល់ខ្ញុំបានជួបក្រុមហ្នឹងដែលគាត់មក
ដំបូងគាត់ឮគ្នាគាត់និយាយថាបរិះរួមភេទជាមួយបរិះអត់ឆ្លងអេដទេអញ្ចឹងគាត់ប្រម៉ូទក្រុមគាត់ដែរប៉ុន្តែខ្ញុំជាគ្រូពេទ្យព្យាបាលបញ្ជាក់ឲ្យច្បាស់ថាបរិះរួមភេទជាមួយបរិះហ្នឹងគឺឆ្លងអត្រាឆ្លងខ្ពស់ជាងបរិះរួមភេទជាមួយស្ត្រីយើងដឹងហើយរុនគូតវាមិនមានទឹករំអិលគ្រប់គ្រាន់ទេអញ្ចឹងយើងប៉ះទង្គិចហើយខ្លាំងអាចដាច់រលាត់ខ្លាំងហើយមានការអត្រាឆ្លងនោះខ្ពស់ជាងបរិះរួមភេទមួយស្ត្រីអញ្ចឹងជាពាក្យចចាមអារាមសម្រាប់ដែលថាបរិះរួមភេទជាមួយបរិះមិនឆ្លងហ្នឹងគឺមិនពិតទេហើយសូមបញ្ជាក់ដែរបើសិនជាយើងនៅក្នុងក្រមប្រឈមជាពិសេសក្រមប្រឈមមុខខ្ពស់មជ្ឈមណ្ឌលជាតិនៃក្រសួងសុខាភិបាលគឺមានដាក់វិធីសាស្ត្របង្ការជាច្រើនស្រោមអនាម័យវិធីសាស្ត្រប្រាប់ជាវិធីសាស្ត្រមួយដែលយើងប្រើប្រាស់ថ្នាំដើម្បីបង្ការកុំឲ្យឆ្លងមេរោគអេដមុនពេលរួមភេទមុនពេលប្រព្រឹត្តប្រឈមហើយវិធីសាស្ត្រប្រាប់ហ្នឹងគឺយើងមានដាក់ឲ្យដំណើរការផ្ដល់សេវានេះតាំងពីឆ្នាំ2019មកជាចំពោះប្រាប់លេបហើយយើងនឹងមានដាក់ឲ្យផ្ដល់សេវាប្រាប់ចាក់ដែលចាក់មួយមជ្ឈុលអាចការពារកុំឲ្យឆ្លងមេរោគអេដហ្នឹងបានរយៈពេល2ខែហើយសូមបញ្ជាក់ដែរគឺប្រាប់ចាក់ហ្នឹងមិនមែនជាវ៉ាក់សាំងទេពីព្រោះប្រាប់ចាក់ហ្នឹងយើងប្រើថ្នាំប្រភេទកាបូតេក្រាវីដែលយើងគ្រាន់តែចាក់មកមជ្ឈុលទៅគាត់អាចបង្ការកុំឲ្យឆ្លងមេរោគអេដហ្នឹងបានរយៈពេល2ខែអាចនិយាយពីតម្លៃតិចផងចា៎ហើយចំពោះប្រាប់ចាក់ហ្នឹងគឺដាក់ឥតគិតថ្លៃទេនៅប្រទេសយើងគឺជាប្រទេសមួយដែលនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគឺមានប្រភេទប្រាប់ចាក់ហ្នឹងដំបូងគេបង្អស់នៅតំបន់ប្រទេសយើងនេះហើយនឹងមានឲ្យដាក់ឲ្យសេវាហ្នឹងនៅក្នុងពេលដ៏ខ្លីឆាប់ខាងមុខនេះហើយយើងមានប្រាប់មួយយ៉ាងទៀតដែលនឹងដាក់ឲ្យផ្ដល់សេវាដែរសម្រាប់ស្ត្រីដែលយើងហៅថាប្រាប់កងហ្នឹងគឺយើងដាក់កងម្ដងហ្នឹងគឺអាចបង្ការកុំឲ្យឆ្លងមេរោគអេដហ្នឹងបានរយៈពេល28ថ្ងៃក៏សម្រាប់ស្ត្រីហើយសូមបញ្ជាក់បន្ថែមទៀតសេវាប្រាប់នេះគឺបង្ការបានតែមេរោគអេដទេហើយវាអាចបង្ការបានមេរោគអេដគ្រប់ពេលវេលាគ្រប់ទីកន្លែងដោយសារយើងបានប្រើថ្នាំប្រាប់ទៅព្រោះការរួមភេទខ្លះបន្ទាន់យើងអាចរកស្រោមបានអញ្ចឹងបើយើងមានថ្នាំប្រាប់នៅក្នុងខ្លួនគឺអាចបង្ការបានហើយប្រាប់ហ្នឹងគឺវាបង្ការបានតែមេរោគអេដទេมันអាចបង្ការការមានផ្ទៃពោះនិងជំងឺកាមរោគបានទេអញ្ចឹងហើយក្នុងនាមជាគ្រូពេទ្យព្យាបាលម្នាក់សូមលើកទឹកចិត្តឲ្យប្រើទាំងស្រោមអនាម័យផងទាំងវិធីសាស្ត្រប្រាប់ផងដើម្បីបង្ការទាំងអេដទាំងជំងឺកាមរោគចុះបើសិនជាអត់គិតថ្លៃអញ្ចឹងមិនទៅរកច្រើនទេមិនថាអ្នកដែលក្នុងរង្វង់ហ្នឹងចាបាទទៅរកច្រើនបាទឲ្យតែគាត់ដឹងខ្លួនគាត់ថាប្រព្រឹត្តប្រឈមដែលអាចឆ្លងមេរោគអេដគឺមជ្ឈមណ្ឌលជាតិក៏ដូចជា clinic ដែលនៅក្រោមក្រសួងសុខាភិបាលដែលផ្ដល់សេវាប្រាប់ទាំងអស់ហ្នឹងគឺសូមស្វាគមន៍ទាំងអស់ឲ្យតែគាត់មករកសេវាហ្នឹងហើយសូមបញ្ជាក់ដែរសេវាប្រាប់ហ្នឹងគឺសម្រាប់អ្នកដែលមិនទាន់មានផ្ទុកមេរោគអេដអញ្ចឹងមុននឹងផ្ដល់ឱសថប្រាប់ផ្ដល់សេវាប្រាប់ហ្នឹងគឺយើងប្រឹក្សាគាត់ឲ្យស្ម័គ្រចិត្តធ្វើតេស្តរកមេរោគអេដក៏ដូចជាស្រាវជ្រាវជំងឺកាមរោគផ្សេងដោយស្ម័គ្រចិត្តហើយរក្សាការសម្ងាត់ដែលឥតគិតថ្លៃថែមទៀតបងបាទចាលោកចម្រើនអាចចូលរួមតិចទេត្រង់កន្លែងនេះចាបាទខ្ញុំអាចបន្ថែមបន្តិចការបញ្ចប់ HIV AIDS ហ្នឹងគឺនៅកម្ពុជាគឺលោកគ្រូបានបញ្ជាក់ជូនហើយយើងទិសដៅរបស់យើងបញ្ចប់ការរាតត្បាតឆ្នាំ2025ហើយបញ្ចប់ការរាតត្បាតនេះគឺសំខាន់គឺចាប់ដើមដំបូងគេដល់ទាំងអស់នេះចាប់ដើមយល់ថា AIDS is not yet over មានន័យថា AIDS អត់ទាន់ចប់ទេដូច្នេះយើងទាំងអស់គ្នាត្រូវតែព្យាយាមស្វែងយល់ប្រជាជនទាំងអស់ត្រូវព្យាយាមស្វែងយល់ហើយចូលរួមបាទឪពុកម្ដាយត្រូវអប់រំណែនាំកូនចៅមិត្តភ័ក្តិទាំងក្នុងសាលាក្រៅសាលាគឺព្យាយាមបញ្យល់ថាអេដនេះវាឆ្លងតាមណាការពារវាយ៉ាងម៉េចកុំឲ្យឆ្លងហើយតើសេវាពាក់ព័ន្ធជាមួយមេរោគ HIV AIDS នៅកន្លែងណាខ្លះឥឡូវនេះយើងឃើញថានៅកម្ពុជាគឺសេវាគឺទូលាយមែនតើបាទលោកគ្រូគាត់បញ្ជាក់ថាកន្លែងផ្ដល់ថ្នាំព្យាបាលមាន74កន្លែងហើយកន្លែងនេះក៏អាចទទួលយក PrEP បានដែរគឺបកាមុនក្រោយអេយ៉ាបតប្រព្រឹត្តប្រឈមហើយនឹងមួយទៀតគឺយក PEP ក្រោយអេយ៉ានៅពេលដែលអេយ៉ាបតបានប្រឈមហើយអញ្ចឹងគឺកន្លែងហ្នឹងប៉ុន្តែក្រៅពីហ្នឹងគឺនៅតាមអង្គការសង្គមស៊ីវិលយើងក៏មាន PrEP ដែរដែលតាមរយៈក្រសួងសុខាបានដាក់ចេញមជ្ឈមណ្ឌលបានដាក់ឲ្យធ្វើហ្នឹងគឺដើម្បីសម្រួលគាត់ព្រោះពេលខ្លះគាត់អាចជាពិសេសក្មេងៗហ្នឹង
ដែលគាត់ស្ថិតក្នុងអេយ៉ាប័តប្រឈមហ្នឹងគាត់អត់ហ៊ានទៅជួបគ្រូពេទ្យទេនៅតាម clinic របស់រដ្ឋអញ្ចឹងគាត់អាចទៅកន្លែង NGO ជាកន្លែងគ្នាគាត់អាចជួបភាគាត់អាចជួបមិត្តគាត់អាចទទួលបានប្រាប់ដែរបាទបានប្រាប់ហើយបានឧបករណ៍សម្រាប់ជួយគាត់ទៀតក្រៅពីយើងនេះគឺថាមានមធ្យោបាយផ្សេងដែលអាចជួយគាត់ដឹងខ្លួនគឺសម្រាប់ធ្វើតេស្តយើងមានតាំងពី oral kit សម្រាប់ធ្វើតេស្តហ្នឹង cell test ហ្នឹងហើយបូកជាមួយនឹងតេស្តដែលគាត់អាចនឹងធ្វើផ្ទាល់ជាមួយនឹងក្រុមការងារស្ម័គ្រចិត្តរបស់យើងនៅតាមមណ្ឌលសម្ចតរបស់យើងដែលមានដែរអញ្ចឹងគឺទលាយហើយលើកទឹកចិត្តមួយទៀតគឺថាបញ្ចប់អេដលែងមានអេដផ្ទាល់តែទាំងអស់គ្នាមើលឃើញថាបងប្អូនដែលស្ថិតនៅក្នុងអេយ៉ាប័តប្រឈមហ្នឹងគឺជាកូនចៅរបស់យើងជាប្រជាជនយើងលើកទឹកចិត្តគាត់គ្រប់គ្រងគាត់ឲ្យគាត់ឆាប់ទៅធ្វើតេស្តឲ្យគាត់ឆាប់ទទួលបានការព្យាបាលកុំមាក់ងាយគាត់កុំមើលងាយគាត់ធ្វើយ៉ាងម៉េចពីព្រោះស្ថានភាពការចម្លងគឺចម្លងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់លុះត្រាតែមនុស្សនឹងមានផ្ទុកមេរោគអេដអញ្ចឹងបើសិនជាយើងនៅមានអេដមានន័យថាលទ្ធភាពនៃចម្លងនោះវាអាចកើតមានតែបើសិនជាទាំងអស់គ្នាបានយល់ហើយអ្នកផ្ទុកមេរោគអេដបានទទួលយកការព្យាបាលឱកាសនៃការកាត់ផ្ដាច់ការចម្លងនេះគឺយើងធ្វើបាននេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់លើកទឹកចិត្តហើយសម្រាប់ក្មេងៗជាពិសេសយុវជនយើងទោះបីជាយើងគិតថាអេដនឹងរៀងថយក៏ពិតមែនប៉ុន្តែការយល់ដឹងពីបញ្ហាសុខភាពសំខាន់ខ្លាំងណាស់ព្រោះគាត់ត្រូវតែធ្វើយ៉ាងម៉េចឲ្យដឹងហើយជួយណែនាំគ្នាយើងបាទហើយអេយ៉ាបតដែលឲ្យគាត់ក្នុងការប្រជុំដូចជាពាក់ព័ន្ធមួយការប្រើសារធាតុញៀនថ្នាំសម្រើបទាំងអស់នេះគឺជាឱកាសដែលធ្វើឲ្យគាត់នឹងអាចធ្លាក់ចូលទៅក្នុងអេយ៉ាបតប្រជុំនៃការឆ្លងមេរោគអេដដែរចាចាសូមជើញបាទខ្ញុំសូមបន្ថែមពីបញ្ជាក់ជូនពីលោកចម្រើនដែលមានប្រសាសន៍មិញខ្ញុំសូមបញ្ជាក់ថាថាគោលដៅឆ្នាំ2025យើងឈានទៅសម្រេចបានត្រឹម95 ដង95ទី1ទី2ទី3ហើយគោលដៅនៃការឈានទៅបញ្ចប់អេដប្រហែលជាយើងអាចប្រើពេលរហូតដល់ឆ្នាំ2030ពីព្រោះការដើម្បីបញ្ចប់អេដបានលុះត្រាតែអត្រាឆ្លងថ្មី1200នាក់ហ្នឹងចុះមកនៅក្រោមប្រហែលជា300នាក់ឬក៏250នាក់បាទយើងត្រូវខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយការឆ្លងថ្មីអញ្ចឹងការឆ្លងថ្មីយើងសល់1200នាក់មានន័យថាវានៅខ្ពស់ដែរមានន័យមួយថ្ងៃឆ្លង3នាក់បាទយើងចែកចែងថ្ងៃណាអញ្ចឹងយើងចង់ឲ្យការឆ្លងនេះសល់តែមួយថ្ងៃម្នាក់អីបានណាឲ្យទៀបអញ្ចឹងវាបញ្ចប់អេដដែរអាចយើងលើកទង់មួយថាកម្ពុជាបានបញ្ចប់អេដអញ្ចឹងដើម្បីធ្វើនឹងបានមិញបញ្ជាក់បន្ថែមដែររឿងប្រាប់សម្ងាយនេះយើងមានការផ្ដល់សេវារហូតដល់45កន្លែងនៅទូទាំងប្រទេសហើយយើងនឹងពង្រីកសេវានេះជាបន្តបន្ទាប់ហើយការផ្ដល់សេវានេះគឺមិនមែនមានតែក្នុង clinic របស់រដ្ឋទេខាងរដ្ឋមាន30កន្លែងហើយខាង CBO ដោយផ្ដល់ដោយអង្គការសង្គមស៊ីវិលហ្នឹងមានរហូតដល់15កន្លែងតាក់ទងនឹងថ្នាំចាក់ដែលពិធីការនេះបានសួរថាពេល free អញ្ចឹងតើយើងមានថ្នាំគ្រប់គ្រាន់ផ្ដល់ជូនគាត់ទេយើងនឹងមានគោលដៅច្បាស់លាស់ហើយនឹងមានក្រុមដែលអាចផ្ដល់សិទ្ធិជាអតិភិបក្នុងការផ្ដល់ថ្នាំចាក់ហ្នឹងជាពិសេសគឺក្រុមដែលយើងបាននិយាយខាងដើមដែលគាត់ប្រឈមមុខខ្ពស់ជាងគេគឺក្រុមអ្នកបំលែងភេទនិងក្រុមបរិសុទ្ធរួមភេទជាមួយបរិសុទ្ធពីព្រោះគាត់មានដៃគូច្រើនជាដៃគូច្រើនណាហើយគាត់ចង់សាកថ្នាំហ្នឹងបាទប៉ុន្តែទាំងអស់គ្នាក្រុមណាក៏ដោយឲ្យតែប្រើថ្នាំប្រាប់ហ្នឹងសូមឲ្យប្រើបានទៀងទាត់បានយើងអាចការពារបានប្រើទៀងទាត់ត្រឹមត្រូវជាប់លាប់តាមគោលការណ៍ណែនាំរបស់គ្រូពេទ្យបើគាត់ប្រើសាកហើយឈប់ប្រើឈប់អញឃើញណាមួយមិនមានអាចនឹងឆ្លងបាទខ្ញុំចង់អញ្ចឹងហើយមធ្យោបាយដែលល្អជាងគេគឺនៅតែស្រោមអនាម័យហើយមួយទៀតអ្នកដែលមានជំងឺកាមរោគក៏ត្រូវតែរស់រានមកព្យាបាលឲ្យលឿនដែរពីព្រោះក្រុមទាំងអស់ហ្នឹងជំងឺកាមរោគឃើញរហូតដល់30%គឺមានជំងឺកាមរោគតាមប្រភេទណាមួយហើយជំងឺកាមរោគកាលណាមានហើយគឺនាំឲ្យផ្លូវច្រកផ្លូវចម្លងមេរោគអេដរហូតដល់10ដងចាសូមអរគុណលោកនាងកញ្ញាយើងនឹងជួបគ្នាជាថ្មីនៅវគ្គចុងក្រោយរបស់យើងចានេះខ្ញុំសូមពេលសម្រាប់មួយព្រឹកសិនជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលព្រឹករបស់ CBS ព័ត៌មានសេដ្ឋកិច្ចនិងព័ត៌មានទាន់ហេតុការណ៍សំខាន់លោកជំនាញតាស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ2025នេះមានលក្ខណៈយ៉ាងណាខ្លះទៅបាទសេដ្ឋកិច្ចឆ្នាំ2025ខាងមុខនេះយើងមើលឃើញថានឹងល្អប្រសើរណាស់
ត៌មានអភិវឌ្ឍបទយកានានាពីបណ្ដាខេត្តទូទាំងប្រទេសនិងកិច្ចសម្ភាសសំខាន់ៗមាននៅលើកម្មវិធីព័ត៌មានពេលព្រឹកក្រៅពីព័ត៌មានខាងលើយើងក៏មានព័ត៌មានអន្តរជាតិបទវិភាគអន្តរជាតិសំខាន់ៗផងដែរផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 7 ដល់ម៉ោង 9 ព្រឹកនៅលើកញ្ចក់ទូរទស្សន៍ CNC និង CTN Gansberg Amazing Take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវអស្ចារ្យអ៊ីឈីតានរដូវកាលថ្មីចែកពិតចែកធំហើយចែកច្រើនជាងមុន Nantel Cambodia វីតាមីននៃសម្រស់និងមុនស្នេហ៍ចម្ប៉ាស្ប៉ាធ្វើលោកអ្នកទទួលអារម្មណ៍ស្រស់ថ្លាគ្រប់ពេលពិសាស្រាបៀគ្រីនសាងតូចជាមួយគ្នាពិសាដោយការទទួលខុសត្រូវហើយម៉ូតូជួលចាំអូនយូរអត់អត់អីទេអូនបងមានរឿងមួយចង់ប្រាប់អូនបងចង់ខោអាវតោះមើលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីរស់នៅល្អសុខភាពល្អ Good Health Good Life រដូវកាលទី3បន្ថែមលើពីការជជែកលើរឿងរ៉ាវសុខភាពរដូវកាលទី3នេះនឹងមានអ្វីកាន់តែពិសេសជូនលោកអ្នកកុំភ្លេចរងចាំតាមដានទស្សនារៀងរាល់ថ្ងៃប្រហោះវេលាម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ CNCចាប់ប្រិមិត្តសូមស្វាគមន៍សាជាថ្មីយើងចូលមកដល់វគ្គទី3នៃកម្មវិធីវេនេះហើយចាប់ប្រិមិត្តប្រធានបទរបស់យើងគឺបានដាក់ជាសំណួរសួរថាតើធ្វើយ៉ាងណាទៅបញ្ចប់ការកើតថ្មីនៃជំងឺអេដក្នុងប្រទេសកម្ពុជាតាមពិតទៅតែក្រសួងសុខាភិបាលតែដៃគូគឺមិនអាចធ្វើចប់បានទេប្រសិនបើមិនមានការចូលរួមពីសំណាក់ប្រជាជននិងជាពិសេសក្រុមគោលដៅដែលយើងអាចស្រាវជ្រាវបានតាមរយៈការមកទទួលថ្នាំបង្ការផងមកការធ្វើតេស្តរកមេរោគអេដផងថានរណាគេជាមុខសញ្ញាគោលដៅចម្បងជាងគេដែលជាអ្នកដែលអាចឆ្លងជំងឺអេដចាតែពិតយើងដឹងទាំងអស់គ្នាហើយតែគ្រាន់តែថាតើអ្នកនោះហ៊ានមកទទួលសេវាដែរឬទេចាញ់មុខដែរឬទេដើម្បីឲ្យខ្លួនឯងហ្នឹងបានបង្ការទាន់ពេលនិងមិនចម្លងទៅអ្នកដទៃទៀតចានៅក្នុងវគ្គនេះខ្ញុំតាមពិតទៅស្គូលស្កាបានិងក្រុមអង្គការដៃគូគឺធ្វើការជារៀងរាល់ថ្ងៃហើយតែនេះខ្ញុំចង់ឲ្យលោកអុកវិជានឹងគាត់រំលឹកបន្តិចទៀតតើធ្វើដោយរបៀបណាហើយនឹងមានឆន្ទៈផែនការបន្តបែបណាទេនៅក្នុងការដោះស្រាយជំងឺអេដក្នុងប្រទេសកម្ពុជាបាទសូមអរគុណសំណួរនេះខ្ញុំមុននឹងឆ្លើយសំណួរថាក្រសួងសុខាភិបាលធ្វើអីយើងក៏សូមរំលឹកចំពោះការឆ្លើយតបនឹងជំងឺអេដគឺមិនអាចថាក្រសួងសុខាភិបាលអាចធ្វើជាម្នាក់ឯងតាមម្នាក់ឯងបានទេគឺការឆ្លើយតបនេះគឺមានលក្ខណៈពហុវិស័យមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំកម្ពុជានៃរាជរដ្ឋាភិបាលពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដពីកាកបាទក្រហមកម្ពុជាពីបណ្ដាញអ្នកផ្ទុកមេរោគអេដសង្គមស៊ីវិលទាំងអស់ដែលយើងបានធ្វើសហការគ្នាយ៉ាងជិតស្និទ្ធកន្លងមកហ្នឹងដែលធ្វើឲ្យយើងប្រទេសកម្ពុជាយើងបានស្រោះដៃគ្នាគឺធ្វើឲ្យយើងបានទទួលជោគជ័យនៅថ្ងៃនេះក្រសួងសុខាភិបាលដោយឡែកគឺមានមជ្ឈមណ្ឌលជាតិដែលជាអ្នកសេនាធិការឲ្យក្រសួងសុខាភិបាលយើងបានទទួលគ្រប់គ្រងនៅទាំងថវិកាជំនួយទាំងកម្មវិធីទាំងរៀបចំនៅផែនការយុទ្ធសាស្ត្រនិងនយោបាយបទផ្សេងៗដើម្បីអនុវត្តទាំងការងារបង្ការថែទាំព្យាបាលរៀបចំឲ្យមានការសេវាប្រាប់សេវាអីដែលយើងបាននិយាយខាងដើមនេះទាំងការផ្សព្វផ្សាយទាំងការអប់រំទាំងការព្យាបាលយើងនិយាយពីដើមដូចជាយើងបង្កើតសង្កត់ធ្ងន់ទៅលើការព្យាបាលវគ្គនេះគឺយើងនិយាយទាំងអស់យើងមានទាំង prevention ទាំង care treatment ទាំងការថែទាំទាំងប្រាប់ទាំងអស់ហើយក៏លើកទឹកចិត្តឲ្យការយុវជនយើងទាំងអស់មនុស្សទាំងអស់គ្នាព្រោះខ្ញុំបាននិយាយហើយថាអ្នកណាក៏ឆ្លងអេដដែរមិនមែនតែលើក្រុមចំណុចទេដែលយើងផ្ដោតទៅលើក្រុមចំណុចដោយសារយើងមិនមានថវិកាគ្រប់គ្រាន់ធ្វើការងារនេះនៅទូទាំងប្រទេសអញ្ចឹងទាំងអស់គ្នាត្រូវតែស្វែងយល់ពីអេដហើយធ្វើម៉េចការពារយើងបានដឹងហើយក្នុងករណីជាង10ឆ្នាំមុនហ្នឹងមានករណីកើតឡើងនៅភូមិរកាដែលគាត់ទាំងអស់ហ្នឹងមិនបានធ្វើអីសោះដោយសារតែមានគាត់ជាអ្នកដើរចាក់ថ្នាំតាមភូមិទៅគាត់ចាក់មកមជុលឆ្លងមកភូមិហ្នឹងរបៀបអញ្ចឹងគឺយើងមិនចង់ឲ្យករណីហ្នឹងកើតឡើងទៀតទេអញ្ចឹងយើងត្រូវដឹងទាំងការជួនកាលយើងមិនបានធ្វើអីខុសទេប៉ុន្តែយើងទៅសាក់ទៅធ្វើកន្លែងណាដែលមិនមានការអនាម័យត្រឹមត្រូវអាចនឹងមានឆ្លងអញ្ចឹងលើសពីការបង្ការក្រសួងសុខាភិបាលនឹងបន្តពង្រីកពង្រឹងឬការផ្ដល់សេវាការងារផ្ដល់សេវាថែទាំព្យាបាលហ្នឹងដោយយើងបាននិយាយខាងដើមហើយឲ្យមានគុណភាពហើយលើកទឹកចិត្តឲ្យអ្នកជំងឺអេដទាំងអស់ហ្នឹងបានទទួលការព្យាបាលបានត្រឹមត្រូវជាប់លាប់ហើយនឹងទៀងទាត់កុំឲ្យដាច់ថ្នាំអញ្ចឹងធ្វើម៉េចឲ្យបាន reaching the goal គោលបំណងដែលថាលេបឲ្យបានរហូតដល់បន្ទុកមេរោគអេដកំហាប់ក្នុងឈាមនឹងមានកម្រិតដែលមិនអាចមើលឃើញបានក៏លែងឆ្លងបានហើយបើអ្នកសង្ស័យភ្លាមត្រូវតែរូតរះទៅធ្វើតេស្តប្រតិកម្មភ្លាមទៅព្យាបាលគ្រូពេទ្យនរមនឹងឲ្យព្យាបាលក្នុងថ្ងៃតែមួយអញ្ចឹងទាំងអស់នេះឯងដែលយើងនឹងធ្វើការងារបន្តទៀតហើយលើសនេះទៀតគឺយើងបានរដ្ឋាភិបាលបានអនុញ្ញាតឲ្យយើងចុះបញ្ជីប័ណ្ណសមត្ថភាពនៅគ្រប់អ្នកជំងឺអេដទាំងអស់មានប័ណ្ណសមត្ថភាពដែលយើងហៅថាប័ណ្ណហ្នឹងកាលណាគាត់មានប័ណ្ណហ្នឹងគាត់ទៅទទួលសេវាហើយគាត់អាចទទួលសេវាផ្សេងលើសពីមេរោគអេដអមថាគាត់ត្រូវការសេវាព្យាបាលជំងឺ NCD ជំងឺលើសឈាមជំងឺទឹកនោមផ្អែមធ្វើតេស្តផ្សេងដោយមិនចាំបាច់បង់ថ្លៃសេវានេះជាការគ្រប់គ្រងការលើកទឹកចិត្តហើយដល់គ្រូពេទ្យផងដល់អ្នកផ្ដល់សេវាផងហើយដល់អ្នកជំងឺផងដើម្បីគាត់បានទទួលព្យាបាលកាន់តែមានប្រសិទ្ធភាពបាទហើយនឹងបានព្យាបាលបង្ការមេរោគអេដនៅក្នុងខ្លួនគាត់អញ្ចឹងក្នុងនេះសប្តាហ៍នេះយើងបានរហូតដល់ផ្ដល់បាននឹងរហូតដល់ 70% ហើយយើងនឹងធ្វើបន្តទៀតបាទអញ្ចឹងមួយទៀតគឺលើកទឹកចិត្តឲ្យគាត់មកទទួលសេវាកាមរោគបាទដែលមានកាមរោគនោះព្យាបាលឲ្យបានត្រឹមត្រូវពីព្រោះគាត់អាចមិនអាចទៅទិញថ្នាំតាម pharmacy ទេព្រោះកាមរោគមួយចំនួនមានភាពស៊ាំថ្នាំអញ្ចឹងត្រូវមកព្យាបាលនៅកន្លែងសេវាកាមរោគត្រឹមត្រូវអញ្ចឹងគាត់អាចនឹងបានព្យាបាលឲ្យមានប្រសិទ្ធភាពបាទចាលោកគូនរំចូលរួមទីកន្លែងនេះចាបាទដោយសារការព្យាបាលវាជាការបង្ការអញ្ចឹងហើយដូចលោកវិធានគាត់មានប្រសាសន៍មុនគឺ95ទី1យើងធ្វើទៅបាន 89% ទេនៅសល់ 6% ទៀតដែលយើងធ្វើអត់ទាន់បានគោលដៅអញ្ចឹងហើយសូមអំពាវនាវសម្រាប់អ្នកដែលសល់ 6% ដែលអត់ដែលទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដបន្ទុកមេរោគអេដឬក៏ផ្ទុកមេរោគអេដហ្នឹងប្រញាប់ទៅធ្វើតេស្តដើម្បីឲ្យដឹងពីស្ថានភាពពីព្រោះការធ្វើតេស្តគឺជាការសង្គ្រោះជីវិតហើយយើងបានព្យាបាលទាន់ពេលជួយកាត់បន្ថយការចម្លងមេរោគអេដទៅដៃគូទៀតផងដែរអញ្ចឹងសូមអ្នកដែលធ្លាប់ប្រព្រឹត្តប្រឈមឧទាហរណ៍ការរួមភេទដែលមិនបានការពារត្រឹមត្រូវឬក៏ធ្លាប់ប្រើប្រាស់របស់មុតត្រួយរួមគ្នាដូចជាសារ៉ាមជុលចាក់ថ្នាំរួមគ្នាមជុលសាក់រួមគ្នានេះគឺអាចប្រឈមនឹងការឆ្លងមេរោគអេដដែរសូមប្រញាប់ទៅធ្វើតេស្តយើងអាចដឹងពីស្ថានភាពហើយយើងព្យាបាលទាន់ពេលសុខភាពនៅល្អដដែលហើយជួយកាត់បន្ថយការចម្លងមេរោគអេដទៅដៃគូបានទៀតបាទចាសូមអរគុណលោកសុកចម្រើនបាទសម្រាប់អង្គការសង្គមស៊ីវិលយើងអ្វីដែលយើងអាចបន្តធ្វើនិងត្រូវធ្វើខាងមុខទៀតហ្នឹងគឺ
ដោយលោកគ្រូវិជាលោកគ្រូរំលើកឡើងអញ្ចឹងបញ្ហាអេដនេះមែនតែនទៅវាជាបញ្ហាទាំងអស់គ្នាអញ្ចឹងភាពជោគជ័យរបស់កម្ពុជាកន្លងទៅគឺកើតឡើងដោយសារតែភាពជាដៃគូកិច្ចសហប្រតិបត្តិការនឹងឯងគឺមានន័យថាទាំងបណ្ដាញដែលជាអ្នករងផលប៉ះពាល់ផ្ទាល់នៃជំងឺអេដហ្នឹងនឹងបណ្ដាញប្រឈមមុខនៃការឆ្លងមេរោគអេដហ្នឹងចូលរួមទើបយើងអាចទទួលបានជោគជ័យសម្រាប់អង្គការសង្គមស៊ីវិលអ្វីដែលយើងត្រូវធ្វើគឺបន្តជំរុញការផ្សព្វផ្សាយអប់រំហើយជាពិសេសគឺព្យាយាមធ្វើយ៉ាងម៉េចឲ្យយើងអាចទៅដល់ក្រុមអ្នកដែលស្ថិតនៅក្នុងហានិភ័យខ្ពស់ដែលជាក្រុមចំណុចដែលមានការឆ្លងខ្ពស់ហ្នឹងសំខាន់ជាងគេដែលយើងក្រុមនេះគឺមែនតើទៅសម្រាប់ពួកអង្គការសង្គមស៊ីវិលហើយនឹងបណ្ដាញមិនមានការលំបាកទេគឺយើងអាចស្គាល់ពួកគាត់យើងដឹងពួកគាត់យើងអាចទៅដល់ពួកហ្នឹងហើយកន្លងទៅដែលយើងឃើញចំនួននៃអ្នកដែលមកធ្វើតេស្តគឺមានចំនួនច្រើនក៏នៅក្នុងឆ្នាំ2024នេះតាមរបាយការណ៍របស់អង្គការខណ្ឌណាជាមួយដៃគូយើងបានជួយពួកគាត់រហូតដល់ជាង 60000 នាក់បានទទួលការធ្វើតេស្តបើធៀបជាមួយនឹងចំនួនក្រុមប្រឈមមុខខ្ពស់ទូទាំងប្រទេសប្រហែលជាង 100,000 នាក់ហ្នឹងគឺគម្រោងរបស់អង្គការខណ្ឌណាហ្នឹងគឺ account គឺមានន័យថាយើងធ្វើលើសប្រហែលជាយើងចូលរួមប្រហែលជាលើស 70% នៃក្រុមគោលដៅទាំងមូលអញ្ចឹងគឺយើងនឹងបន្តជំរុញពួកគាត់ដែលលោកគ្រូនរមថាទិសដៅរបស់យើងឆ្នាំ2025សម្រាប់ឲ្យបានគោលដៅ95ទាំង3ហើយ95ទី1របស់យើងទៅប្រហែល89សល់ 6% ទៀតនេះអញ្ចឹងគឺមានន័យថាយើងនឹងព្យាយាមទៅដល់ក្រុមអ្នកដែលប្រឈមមុខខ្ពស់ហ្នឹងបាទទោះបីអត្រាឆ្លងក្នុងឆ្នាំ2023មានតែ 86% ក្នុងចំណោមពួកគាត់ក៏ពិតមែនប៉ុន្តែ 86% តួលេខធំដូច្នេះគឺយើងទៅរកអ្នកដែលនៅហ្នឹងក្នុងចំណោម 86% ហ្នឹងគាត់នៅណាហើយវិធីដែលល្អបំផុតដែលកន្លងទៅយើងឃើញថាការវិនិយោគដែលជួយដល់អង្គការសង្គមស៊ីវិលការជួយដល់អង្គការ CBO ហើយនឹងការចូលរួមរបៀបជា snowball មានន័យថាយកពួកគាត់ដែលជាអ្នកមានបទពិសោធន៍អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងទៅរកគ្នាគាត់នឹងជោគជ័យអញ្ចឹងគឺរបៀបធ្វើបែបនេះគឺនឹងអាចបន្តធ្វើតទៅទៀតហើយយើងសង្ឃឹមថាការចូលរួមរបស់ពួកគាត់នឹងបន្តទៀតនៅពេលដែលការដាក់នៅវិនិយោគកាន់តែខ្លាំងទៅលើពួកគាត់ដើម្បីឲ្យគាត់អាចបន្តធ្វើបានហើយសម្រាប់អង្គការសង្គមស៊ីវិលអាចធ្វើមួយទៀតដែលសំខាន់គឺយើងអាចជួយកម្មវិធីជាតិបាទក្រសួងសុខាភិបាលជាពិសេសការព្យាបាលព្រោះការព្យាបាលមេរោគអេដនេះគឺជំងឺអេដនេះគឺព្យាបាលមួយជីវិតដូច្នេះការផ្ដល់ការគ្រប់គ្រងផ្លូវចិត្តការគ្រប់គ្រងសង្គមជាពិសេសសម្រាប់ក្រុមដែលទើបឆ្លងថ្មីហើយទើបទទួលបានការព្យាបាលថ្មីដែលត្រូវការការគ្រប់គ្រងផ្លូវចិត្តនេះពីបណ្ដាញពួកគាត់នឹងសំខាន់មែនទែនអញ្ចឹងគឺយើងនឹងជួយធ្វើយ៉ាងម៉េចឲ្យគាត់ព្យាបាលឲ្យជាប់លាប់ឲ្យនៅបន្តកន្លងទៅយើងធ្វើបានជោគជ័យហើយប៉ុន្តែយើងនឹងបន្តធ្វើបែបនឹងតទៅទៀតដើម្បីឲ្យកាន់តែល្អប្រសើរតទៀតហើយឲ្យគាត់ស្ថិតនៅក្នុងការព្យាបាលហ្នឹងគេហៅ adherent ល្អមានន័យថាឲ្យដល់កំហាប់មេរោគនេះទាបបំផុតដែលមិនចម្លងតែអ្វីដែលយើងនឹងធ្វើគឺធ្វើបែបហ្នឹងបាទយើងនឹងបន្តធ្វើបែបហ្នឹងបាទនិយាយពីរឿងជំនួយហ្នឹងក៏មានការលើកឡើងថានៅពេលដែលអាមេរិកផ្ដាច់ជំនួយអង្គការធំដែលមាននៅក្នុងប្រទេសកម្ពុជាយើងដែរវាអាចប៉ះពាល់ទៅដល់ការផ្ដល់ថ្នាំនៃអ្នកជំងឺអេដគឺគិតមុនគេគឺអ្នកជំងឺអេដហ្នឹងហ្មងថានឹងមាននិរន្តរភាពដែរឬទេលោកសាស្ត្រាចារ្យអាចសូមឆ្លើយកន្លែងនេះតិចមកបាទសូមអរគុណនៅសំណួរនេះយើងបានលើកកន្លងមកហើយថារដ្ឋាភិបាលថ្មីរបស់អាមេរិកគាត់បានផ្អាកនៅជំនួយតាមរយៈអង្គការ USAID ហើយក្នុងនេះយើងក៏មានការចំពោះការព្យាបាលវិញយើងមិនមានបញ្ហាទេដោយសារតែយើងបានទទួលថវិកាពីមូលនិធិសកលហើយរួមការចូលរួមបដិភាគពីថវិកាជាតិដែលមានថវិកាសម្រាប់ទិញឱសថប្រឆាំងមេរោគអេដនឹង5លានក្នុងមួយឆ្នាំ$5លានក្នុងមួយឆ្នាំរយៈពេល3ឆ្នាំអញ្ចឹងចំពោះថ្នាំព្យាបាលថ្នាំប្រាប់ថ្នាំបង្ការថ្នាំអីហ្នឹងយើងអាចធានាបានអ្វីដែលប៉ះពាល់គឺប៉ះពាល់ទៅលើអង្គការដៃគូដែលតាមរយៈ USAID គាត់បានផ្ដល់ថវិកានោះទៅអង្គការ FHI 360អញ្ចឹងគាត់មានការគ្រប់គ្រងបច្ចេកទេសទៅជាពិសេសនៅក្នុងការពង្រីកនិងពង្រឹងសេវាបង្ការឲ្យតាក់ទងនឹងសេវាប្រាប់សេវាធ្វើតេស្តឈាមធ្វើតេស្តរោគមេរោគអេដហ្នឹងប៉ះពាល់មួយចំនួនដែលអាចនឹងធ្វើឲ្យសកម្មភាពរបស់យើងមានការយឺតយ៉ាវប៉ុន្តែក្នុងនោះដែរក៏កម្មវិធីជាតិ
ជាមួយនឹងអង្គការខាណាជាមួយអង្គការផ្សេងៗទៀតនឹងមិនប្រឹងប្រែងយើងនឹងប្រឹងប្រែងធ្វើការងារនឹងឲ្យបានតាមទិសដៅទោះបីជាយើងយឺតបន្តិចហើយក៏យើងនៅតែរំពឹងដែរថាថ្ងៃណាមួយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនឹងក៏នឹងបើកជំនួយនៅឡើងវិញហើយក្នុងឱកាសនេះដែរក៏យើងមានការត្រៀមខ្លួនតាមរយៈការគ្រប់គ្រងការផ្ដល់យោបល់ពីក្រសួងសុខាភិបាលពីក្រសួងសេដ្ឋកិច្ចពី CCC បណ្ដាញគ្រប់អ្នកដែលគ្រប់គ្រងសម្របសម្រួលគម្រោងមូលធិសកលហ្នឹងយើងបានរៀបចំក្នុងការរៀបចំគេហៅថាផែនការនិរន្តរភាពឬក៏ sustainability ដែលយើងគិតទៅមុខថានៅពេលណាដែលជំនួយពីខាងក្រៅនឹងកាត់បន្ថយតើកម្ពុជានឹងត្រៀមខ្លួនអ្វីខ្លះដើម្បីធានាការឆ្លើយតបនឹងឲ្យបានសម្រេចតាមគោលដៅរបស់ប្រទេសកម្ពុជាក៏ដូចជាចូលរួមនៅក្នុងការសម្រេចគោលដៅរបស់អន្តរជាតិបាទចា៎នេះខ្ញុំសូមសួរសំណួរចុងក្រោយទេអាចថាយើងទាំងអស់គ្នាយើងដឹងថាឥឡូវនេះអ្នកដែលកើតជំងឺអេដគឺយើងមើលអត់ដឹងទេចាដោយសារយើងទទួលថ្នាំបង្ការគឺយើងមើលអត់ដឹងទេអញ្ចឹងការរើសអើងហ្នឹងរើសអើងយ៉ាងម៉េចទេឥឡូវហ្នឹងចាបើសិនជាមានការរើសអើងទេចាការរើសអើងយើងបានធ្វើតាំងពីចាប់ផ្ដើមមានន័យថាការអប់រំផ្សព្វផ្សាយឲ្យអ្នកទាំងអស់ប្រជាជនទាំងអស់កុំឲ្យរើសអើងប្រឆាំងជាមួយនឹងអ្នកជំងឺអេដហើយក្នុងនោះដែរក៏យើងមានច្បាប់អេដដែរច្បាប់អេដគឺបានប្រាប់យើងហើយថាកុំឲ្យរើសអើងកុំឲ្យចាត់ទុកអ្នកជំងឺអេដដូចជាមនុស្សទូទៅធម្មតាអញ្ចឹងបើក្នុងក្របខ័ណ្ឌសង្គមវិញការព្យាបាលទៅក្នុងកន្លែងខ្ញុំមានអ្នកជំងឺអេដកន្លែងលោកនរមclinic របស់ជាតិហ្នឹងគឺយើងមានអ្នកជំងឺទៅអ្នកដែលផ្ទុកមេរោគអេដទៅទទួលថ្នាំមួយថ្ងៃជាង100អ្នកជាងយើងទទួលគាត់ធម្មតាទាំងអស់ប៉ុន្តែយើងខំធ្វើការងារនឹងបន្តទៀតការគ្រប់គ្រងពី UNAID ដែរព្រោះការសង្កេតថ្មីនេះឃើញថាការរើសអើងជារួមមានការថយចុះក៏ប៉ុន្តែវាមានការរើសអើងដែលនៅតែមានគឺការរើសអើងខ្លួនឯងចាញ់ពីខ្លួនឯងគាត់ខ្លាចខ្លួនឯងគាត់ភ័យខ្លួនឯងកាលណាមានអីទៅគាត់ភ័យក្រែងខ្លាចពួកមិត្តភ័ក្តិឬក៏គ្រួសារមិនរាប់រងគឺភ័យកើតចាញ់ពីខ្លួនឯងកត្តាហ្នឹងហើយដែលធ្វើឲ្យគាត់មានរារែកអល់ឯកមិនហ៊ានទៅធ្វើតេស្តគាត់ឲ្យគាត់សុខចិត្តដេកភ័យបើគាត់ឆ្លងហើយមិនហ៊ានទៅធ្វើតេស្តមិនហើយភ័យព្រួយបារម្ភមិនដឹងជាឆ្លងមិនឆ្លងបាទអញ្ចឹងយើងនឹងធ្វើការងារនឹងបន្តទៀតបាទយើងសូមបញ្ជាក់បន្ថែមដែរមេរោគអេដឆ្លងទៅចូលក្នុងខ្លួនយើងគឺវាអត់មានរោគសញ្ញារយៈពេលយូរអ្នកខ្លះអាចរហូតដល់10ទៅ15ឆ្នាំមានតែការធ្វើតេស្តទេទើបដឹងច្បាស់ចឹងហើយប្រជាជនយើងក៏ដូចជាក្រុមប្រឈមបើធ្លាប់ប្រឈមដែលអាចឆ្លងមេរោគអេដហើយគំរោះនៅក្នុងការសង្ស័យគួរតែក្លាហានទៅធ្វើតេស្តដើម្បីដឹងយើងអាចព្យាបាលទាន់ពេលពួកយើងនៅទីនេះដើម្បីរងចាំជួយអ្នកដែលមានផ្ទុកមេរោគអេដដើម្បីឲ្យគាត់មានសុខភាពល្អហើយខ្ញុំចង់បន្ថែមទៀតថាក្រៅពីការលើកទឹកចិត្តពីគ្រូពេទ្យដែលគ្រូនរមជាតំណាងនេះគឺសូមឲ្យបងប្អូនទាំងអស់ជាពិសេសក្រុមប្រជាជនជាគោលដៅចំណុចដែលប្រឈមដែលមានអាយ៉ាប័តប្រឈមហ្នឹងសូមគិតថាគាត់មានគ្នាគាត់បណ្ដាញគ្នាគាត់ដែលអាចបន្តគ្រប់គ្រងគាត់អញ្ចឹងសូមក្លាហានដឹងថាខ្លួនឯងស្ថិតនៅក្នុងអាយ៉ាប័តប្រឈមហើយកុំបារម្ភគឺយើងមានមិត្តភ័ក្តិយើងមានបណ្ដាញយើងអាចជួយអាចណែនាំផ្ដល់កម្លាំងចិត្តឲ្យគ្រប់គ្រងព្រោះអត់មានការរើសអើងទេអញ្ចឹងសូមមានភាពក្លាហានហ្នឹងអ្វីខ្ញុំចង់បន្ថែមបាទអរគុណដោយសារតែពេលវេលាមានកំណត់នេះខ្ញុំសូមបញ្ចប់តុកមួយរបស់យើងត្រឹមតែប៉ុណ្ណេះសូមអរគុណវាគ្មិនចាដែលបានចូលរួមឆ្លើយតបសំណួរជាច្រើនហើយសង្ឃឹមថាតាមរយៈវេទិការបស់យើងប្រិយមិត្តរបស់យើងទាំងអ្នកដែលដឹងខ្លួនថាខ្លួនឯងនឹងអាចនឹងផ្ទុកមេរោគអេដដែរឬទេក៏គួរតែទៅរកសេវាបង្ការសេវាពិនិត្យនៅឈាមតែម្ដងចាដើម្បីព្រោះថាអត់គិតថ្លៃទេក្នុងប្រទេសកម្ពុជារបស់យើងហើយកុំបារម្ភរឿងថានឹងដាច់ថ្នាំអ្នកដែលកំពុងតែប្រើប្រាស់ថ្នាំចាគិតបារម្ភហ្នឹងគឺរាជរដ្ឋាភិបាលកម្ពុជារបស់យើងហើយតាមរយៈក្រសួងសុខាភិបាលគឺបានគិតគូរត្រង់ចំណុចនេះហើយដើម្បីបន្តនិរន្តរភាពនិងជូនការបើកថ្នាំទៅដល់ប្រជាពលរដ្ឋដែលមានជំងឺអេដនឹងបន្តទៀតចាហើយនេះខ្ញុំក៏សូមជម្រាបជូនលោកអ្នកនាងផងដែរថាជំងឺអេដគឺកើតឡើងគឺមិនមែនដោយសារតែការរួមភេទទេចាបញ្ជាក់ត្រង់កន្លែងនេះគឺអាចកើតឡើងដោយសារការមុតការមានចំណុចជាច្រើនទៀតដែលលោកសាស្ត្រាចារ្យអង្គវិជ្ជាបានលើកឡើងពីខាងដើមបាញ់មិញ
ចាប់ប្រិមិត្តសូមលោកនាងទស្សនាកម្មវិធីនេះនៅរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 8 យប់ប្រសិនបើខកខានសូមចូលទៅកាន់ Facebook Page CNC គឺឃើញការផ្សាយនៅទីនោះដែរហើយសូមកុំរើសអើងអ្នកជំងឺអេដចាយើងខ្ញុំទាំងអស់គ្នានៅទីនេះសូមគោរពលាការយល់ដឹងច្បាស់លាស់អំពីវិធានការបង្ការវិធានការការពារខ្លួនហើយនឹងដឹងពីវិធីចម្លងនៃមេរោគអេដជំងឺអេដគឺអាចធ្វើឲ្យយើងរួមចំណែកឆ្ពោះទៅរកការបញ្ចប់ការរាតត្បាតនៃជំងឺអេដនៅកម្ពុជាអ្នកផ្ទុកមេរោគអេដព្យាបាលទាន់ពេលវេលាសុខភាពរបស់លោកអ្នកនៅតែល្អដដែលហើយអាចបង្ក្រាបបន្ទុកមេរោគអេដឲ្យมันនៅទាបបំផុតគឺបន្ទុកមេរោគអេដនៅទាបมันអាចរាប់បានมันអាចចម្លងទៅដៃគូបាននោះទេយើងខ្ញុំនៅទីនេះដើម្បីជួយលោកអ្នកករណីដែលសង្ស័យថាខ្លួនឯងឆ្លងមេរោគអេដនៅពេលណាមានការប្រព្រឹត្តប្រឈមណាមួយទាក់ទងនឹងការចម្លងសូមរូតរះស្វែងរកការធ្វើតេស្តរោគមេរោគអេដតាមរយៈការធ្វើតេស្តដោយខ្លួនឯងនិងការធ្វើតេស្តនៅតាមមណ្ឌលធ្វើតេស្តនៅទូទាំងប្រទេសកម្ពុជា